បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសុខសប្បាយទេហើយសូមស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលនៅវីដេអូនេះជឿជាក់ថាប្រហែលជាអ្នកស្រឡាញ់ក៏ដូចជាអ្នកចិញ្ចឹមសត្វដែរហើយបានមើលវីដេអូរបស់ខ្ញុំនេះហ្នឹងហើយថ្ងៃនេះចឹងខ្ញុំចង់ចែកម្លែកមួយដែលតងទៅនឹងជំងឺការជំងឺរបស់ទាកប៉ាក៏ដូចជាការព្យាបាលអញ្ចឹងបងប្អូនអញ្ចឹងសម្រាប់ទាកប៉ាខ្ញុំនេះគឺមុននេះក្នុងរយៈពេលប្រហែលជាកន្លះខែមុនគឺវាចូលជំងឺអញ្ចឹងខ្ញុំក៏បានថតហើយក៏នឹកឃើញតែធ្វើជាវីដេអូដើម្បីចែកម្លែកដល់បងប្អូនអញ្ចឹងណាអ្នកចាក់ស្ដាយបងប្អូនមើលក្នុងវីដេអូនេះឃើញហ្នឹងណាគឺទាខ្ញុំ4ក្បាលដែលជាចាប់ផ្ដើមឈឺលើកដំបូងណាវាចាប់ផ្ដើមឈឺដំបូងលក្ខណៈវាដូចជាផ្ដាសាយទន់ជើងប៉ុន្តែខ្ញុំមិនបានថាវានេះទេមានន័យថាมันច្បាស់ជាជំងឺអីប៉ុន្តែខ្ញុំគ្រាន់តែដឹងថាវាជាជំងឺទន់ជើងហើយជំងឺនេះគឺយើងអាចព្យាបាលបានទេណាព្យាបាលបានដែរពេលសារយើងដាក់ថ្នាំទៅនេះគឺជាទឹកថ្នាំដែលយើងបានលាយហើយត្រៀមនឹងបញ្ច្រកវាបាច់ចូលតែក៏ក្នុងនោះក៏មិនមែនព្យាបាលជាទាំងអស់បងប្អូនពេលខ្លះវាឈឺលឿនពេកណាឈឺលឿនពេកក៏ងាប់ដែរគឺមានងាប់ទាំងអាមេក៏មានស្ទាវក៏មានដែរបងប្អូនអានេះហើយគឺឈឺបន្ថែមបន្តទៀតចុងបាត់ត្រង់បាទជាង20ក្បាលឈឺទាំងអស់ហើយមានមេក៏ឈឺដែរបងប្អូនពេលខ្លះវាឈឺខ្លាំងពេកយើងមើលអត់ទាន់ដែរប៉ុន្តែក៏យើងអាចព្យាបាលវាបានមួយចំនួនដែរបងប្អូនណាដូចថ្នាំដែលខ្ញុំបានលេងនេះហើយហ្នឹងហើយសម្រាប់ថ្នាំបងប្អូនអាចមើលបានគឺយើងប្រើថ្នាំដេកូសង់ហើយនឹងអាំប៊ីស៊ីនបាទថ្នាំរបស់មនុស្សបងប្អូនហ្នឹងហើយយើងអាចលាយមួយក្របមួយមុខមួយក្របមកចូលគ្នាសម្រាប់ទា4ក្បាលឬក៏5ក្បាលអីតែបើសិនមកទាច្រើនឈឺច្រើនយើងអាចលាយមកមុខ2ក្របទៅបងប្អូនណាលៃមើលទៅបាទលៃមើលនិយាយទៅអាចថា4ដល់5ក្បាល2ក្របហើយយើងច្រកវាមួយថ្ងៃ2ដងនេះចឹងដូចនៅរូបភាពនេះគឺឃើញថាអាមេហ្នឹងក៏ឈឺដែរហើយអាស្ទាវហ្នឹងក៏ឈឺនេះចឹងអាមេឈឺតែមួយថ្ងៃបងប្អូនងាប់បាត់អាហ្នឹងយើងដាក់ថ្នាំអត់តាន់ពេលខ្លះវាឈឺលឿនហ្នឹងហើយចឹងវាឈឺលឿនពេកយើងមើលអត់តាន់ហើយសម្រាប់ក្រោយពីយើងបានដាក់ថ្នាំមួយរយៈមកឃើញថានេះប្រហែលជា3ដល់4ថ្ងៃ3ថ្ងៃគឺវាអាចឡើងក្រោកបានខ្លះបងប្អូនសម្រាប់ទាកប៉ាយើងអាចមើលអាការៈវាចាប់ពី3ថ្ងៃបើសិនតែយើងវាឈឺហើយយើងចាប់ផ្ដើមដាក់ថ្នាំហើយបើមិនតែ3ថ្ងៃវាអាចក្រោកបាននៅកម្លាំងវាមានរៀងជាងមុនអាហ្នឹងមានន័យថាអាចនឹងធូរស្រាលហើយចឹងណាប៉ុន្តែករណីដែល3 4ថ្ងៃហើយនៅតែអត់ធូរស្រាលទេអាហ្នឹងប្រហែលជាទៅហើយសម្រាប់ទាកប៉ាអញ្ចឹងក្រោយពីខ្ញុំព្យាបាលបានប្រហែលជា5 6ថ្ងៃមានន័យថាទាហ្នឹងអាចជាវិញជាមួយចំនួនងាប់អស់ប្រហែលជា4ក្បាលដែរបងប្អូន4ក្បាលដែរហើយចុងក្រោយគឺពេលដែលយើងព្យាបាលហើយគឺវាជាធម្មតាអាចស៊ីចំណីស៊ីអីធម្មតាបានអញ្ចឹងចំណុចនេះចង់បញ្ជាក់ថាបើសិនជាបងប្អូនមានទាឈឺបងប្អូនអាចទាឈឺទន់ដៃទន់ជើងគឺប្រើថ្នាំដេកូសង់ហើយនឹងអាំប៊ីស៊ីនថ្នាំរបស់មនុស្សហ្នឹងយើងអាចយកទៅលាយឲ្យបញ្ច្រកវាទៅអាហ្នឹងគឺវាភាគរយជាច្រើនខ្ញុំអាចនិយាយថាអញ្ចឹងណាព្រោះបើសិនជាវាកាន់តែឈឺភ្លាមវាទន់ដៃទន់ជើងភ្លាមយើងចាប់ដាក់ថ្នាំគឺឱកាសជាក៏ច្រើនគ្រាន់ថាមិនទាំងអស់ទេដូចក្នុងវីដេអូនេះគឺវាមានងាប់ខ្លះដែរបើខ្ញុំឈឺបើជិត20ក្បាលប៉ុន្តែជាក់ស្ដែងគឺយើងងាប់អស់តែ4ក្បាលទេហ្នឹងងាប់អស់4ក្បាល